នៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរទៅកាន់ទីក្រុង Brussels ប្រទេស Belgium សួស្តីនិងស្វាគមន៍មកកាន់ vlog ទៅលេងទ្វីបអឺរ៉ុបជាមួយខ្ញុំបាទកុកហ៊ុននិងភរិយារបស់ខ្ញុំផ្សេងរិទ្ធនៅរដូវក្តៅមុនយើងបានធ្វើដំណើរទៅកាន់ប្រទេសទាំង5នេះក្នុងរយៈពេល10ថ្ងៃនិងចាប់ផ្ដើមពីប្រទេស Belgium ហើយនៅក្នុងវីដេអូនេះដែរយើងនឹងចែករំលែកពីបទពិសោធន៍នៃការធ្វើដំណើររបស់យើងទៅកាន់ទីក្រុង Brussels បញ្ហាដែលយើងជួបប្រទះនៅពេលធ្វើដំណើរកន្លែងដើរលេងល្បីៗនៅក្នុងទីក្រុងនេះមធ្យោបាយធ្វើដំណើររូបថតដែលយើងបានថតនិងម្ហូបអាហារល្បីៗប្រចាំតំបន់ផងដែរកុំបង្អង់យូរតាមមកទស្សនា vlog នេះទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរបស់ខ្ញុំបន្តទៀតសូមបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងក្រោយពីបានធ្វើដំណើរពីទីក្រុងភ្នំពេញមកទីក្រុងប៉ារីសអស់រយៈពេល7.24ម៉ោងមកយើងបានមកដល់ព្រលាន Paris Charles de Gaulle ហើយយើងក៏បានបន្តជិះរថភ្លើងពីព្រលាន Paris Charles de Gaulle ទៅកាន់ស្ថានីយ៍ Paris Gare du Nord ដើម្បីឡើងរថភ្លើងបន្តទៅទីក្រុង Brusselsរឿងទី1ដែលយើងបានធ្វើនោះគឺរកមើលការវិភាគរថភ្លើងដើម្បីមើលថាយើងត្រូវទៅរង់ចាំរថភ្លើងនៅ hall និង platform មួយណាប៉ុន្តែអ្វីដែលយើងបានឃើញនោះគឺនឹកស្មានមិនដល់គឺរថភ្លើងដែលយើងត្រូវជិះនោះគឺត្រូវបានលុបចោលពេលនោះយើងរៀងស្លន់បន្តិចដែរដោយសារនេះជាបទពិសោធន៍ជិះរថភ្លើងឆ្លងប្រទេសនៅអឺរ៉ុបដំបូងរបស់ពួកយើងហើយខ្សែរថភ្លើងពីបារាំងទៅ Belgium នេះគឺតម្រូវមានការកក់ទុកមុនទៀតដូច្នេះយើងបានប្រញាប់ទៅរកបញ្ចូលភ្នាក់ងាររបស់ក្រុមហ៊ុន Eurostar ដែលជាក្រុមហ៊ុនរថភ្លើងដែលយើងបានធ្វើការកក់ជាមួយប៉ុន្តែពួកគាត់ពុំបានជួយអ្វីយើងបានឡើយយើងបានរត់ចុះរត់ឡើងច្រើនសារមែនទែនបន្តិចទៀតចាំខ្ញុំប្រាប់ពីមូលហេតុក្រោយពីគេ cancel ប្រទេសភ្លើងហើយរត់ឡើងប្រទេសភ្លើងមួយទៀតបបសាអត់អើយរត់ចុះរត់ឡើងពេលយើងទៅដល់កន្លែងសួរព័ត៌មានអ្នកលក់សំបុត្របានប្រាប់ថាខាងគាត់អត់មានដំណោះស្រាយឲ្យយើងទេគាត់ក៏បានឲ្យយើងទៅរង់ចាំនៅ platform រថភ្លើងមួយទៀតដែលមានខ្សែរថស្របជាមួយរថភ្លើងដែលបានលុបចោលយើងដើររកអ្នកគ្រប់គ្រងរថភ្លើងនោះដើម្បីឲ្យគាត់ scan បដូរសំបុត្រចាស់របស់យើងមករថភ្លើងថ្មីវិញពេលនោះគាត់ scan នឹងឲ្យយើងឡើងហើយដល់ឡើងទៅគឺមានគេអង្គុយបាត់ហើយពេលនោះយើងបានចុះទៅរកគាត់ម្ដងទៀតគាត់ក៏បានឲ្យយើងទៅអង្គុយកន្លែងផ្សេងម្ដងអញ្ចឹងយើងត្រូវយកវ៉ាលីចុះនិងទៅរកទូរថភ្លើងផ្សេងទៀតនិយាយរួមទៅគឺមួយសន្ទុះទៅបានអង្គុយត្រូវអូវ៉ាលីឡើងចុះរថភ្លើងពី3ដងទៀតដែលរឿងទាំងអស់នេះមិនមែនជាកំហុសរបស់យើងនោះឡើយងាកមកមើលស្ថានភាពនៅលើកាប៊ីនអង្គុយរបស់យើងវិញដែលជាប្រភេទ Eurostar Plus ដែលមានកន្លែងអង្គុយធំទូលាយនិងមានត្រឹមតែ3កៅអីប៉ុណ្ណោះក្នុងមួយជួរហើយមានតុកម្ពស់ខ្ពស់រន្ធសាកនិងឈ្នាន់ដាក់ជើងជាដើមរថភ្លើងនៅអឺរ៉ុបនេះគឺអត់មានការកក់កន្លែងដាក់វ៉ាលីដូចនៅជប៉ុនបានទេគឺអ្នកមកមុនដាក់បានមុននេះគឺជាកន្លែងដាក់វ៉ាលីអូសតាមកាប៊ីននីមួយៗហើយនេះគឺជាសភាពនៅក្នុងបន្ទប់ទឹកឥឡូវនេះយើងបានមកដល់ទីក្រុង Brussels ហើយយើងបានមកជិះមេត្រូដើម្បីបន្តទៅកន្លែងគេងខ្ញុំ recommend ឲ្យទិញ day pass ប្រភេទនេះដែលជួយសន្សំសំចៃនៅពេលដែលយើងត្រូវការជិះឡានក្រុងនិងមេត្រូច្រើនដងក្នុងមួយថ្ងៃនៅទីក្រុង Brusselsយើងបានមកដល់កន្លែងគេងដំបូងនៅអឺរ៉ុបរបស់យើងហើយនេះគឺជារួមធូររបស់យើងកន្លែងនេះស្អាតទូលាយគួរសមនិងស្ថិតនៅជិតផ្សារទំនើបនិង Metro Station ផងដែរយើងបានសម្រាប់មួយសន្ទុះនិងងូតទឹកមុននឹងចេញទៅខាងក្រៅឲ្យគេមានដាក់ឈ្មោះយើងនៅលើទូរទស្សន៍ទៀតអញ្ចឹងយើងបានសម្រាប់ចិត្ត1ម៉ោងដែររួចហើយក៏ជិះមេត្រូមកដើរលេងមើលទីក្រុងគេនិយាយទៅសាច់ធ្វើដំណើរតាំងពីខ្មែរមកកាត់តាមតៃវ៉ាន់បារាំងរួចមកដល់ Basic នេះសរុបគឺជិត2ថ្ងៃហើយយើងបានមកដល់ Bosberg ដែលកន្លែងនេះយើងក៏អាចចូលទៅមើលខាងក្នុងបានដោយឥតគិតថ្លៃតែយើងអត់បានចូលទេបានត្រឹមតែថតនៅពីខាងក្រៅប៉ុណ្ណោះ
នៅតាមជុំវិញ Bosbon ហ្នឹងគឺសុទ្ធតែហាងនិងទៀមស្រាបៀរផងដែរសម្រាប់បងប្អូនដែលចូលចិត្តហូបស្រាបៀរគឺអាចមកម្ដុំនេះបានយើងបានមកដល់កន្លែងដែលល្បីល្បាញជាងគេនៅទីក្រុង Brussels នេះដែលមានឈ្មោះថា Grand Place ដែលជាទីលានកណ្ដាលនៃទីក្រុង Brussels ហើយក៏មានឈ្មោះល្បីល្បាញទូទាំងពិភពលោកផងដែរអាគារនៅជុំវិញនេះគឺស្អាតខ្លាំងមែនទែនហើយមានរំលេចទៅដោយពណ៌មាសពិតជាស្រស់ស្អាតជាខ្លាំង Spoiler នៅពេលយប់រត់តែស្អាតជាងនេះទ្វេដងអញ្ចឹងកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ដើម្បីឃើញទស្សនវិជ្ជា Grand Place នេះនៅពេលយប់នៅលើទីលាននេះក៏មានហាងលក់សូកូឡាល្បីៗជាច្រើនផងដែរហាងដែលខ្ញុំចូលចិត្តជាងគេក្នុងចំណោមហាងផ្សេងទៀតមានឈ្មោះថា New House ហាងនេះមានសូកូឡាច្រើនប្រភេទមែនទែនសម្រាប់អ្នកដែលចូលចិត្តប្រភេទសូកូឡាដែលមានរសជាតិដិតៗជាពិសេស Dark Chocolate ខ្ញុំគិតថា Dark Chocolate របស់ Basic គឺ the best Dark Chocolateឥឡូវនេះយើងមកដល់ Grand Place នៅទីក្រុង Brussels នៅក្នុងប្រទេស Basic ឥឡូវយើងទៅណាទៀតទៅញ៉ាំ waffle ទៅរក waffle ញ៉ាំ Yeah. អូខេបន្ទាប់ពីទិញសូកូឡារួចមកយើងបានបន្តដំណើរទៅរកហាងលក់ Belgian waffle ដែលជាប្រភេទនំពុម្ពបែប Basic ដ៏ល្បីល្បាញផងដែរនិយាយទៅ Belgian waffle គឺនៅក្នុង wishlist របស់យើងដែលត្រូវសាកល្បងផងដែរខ្ញុំចូលចិត្ត waffle ជាខ្លាំងចូលបងប្អូនវិញចូលចិត្ត waffle ឬ pancake ជាង Let me know in the comment សម្រាប់ Belgian waffle នេះគឺឆ្ងាញ់ខ្លាំង crispy on the outside soft and chewy on the inside ជាមួយ topping ទៀតរឹតតែឆ្ងាញ់នេះជាអាហារពេលល្ងាចរបស់យើងតែអត់បានថត់ច្រើនទេដោយសារឃ្លានពេកមានដូចជាសាច់ក្រកនិង hamburger ជាមួយ Belgian fryឥឡូវយើងបានមកដល់កន្លែងមួយទៀតដែលគេលក់ Draft Beer បិទដោយផ្ទាល់នៅទីនេះគេមាន Draft Beer ច្រើនប្រភេទដើម្បីឲ្យសាកល្បងហើយអ្នកលក់គាត់រស់រាយជាខ្លាំងយើងបានកំង tester set មកសាកល្បងអញ្ចឹងគាត់បានសួរយើងថាចូលចិត្តរសជាតិបែបណាស្រាលឬខ្លាំងគឺគាត់ recommend ឲ្យយើងភ្លាមៗតែម្ដងយើងបានជិះឡានក្រុងត្រឡប់មកកន្លែងចាស់វិញនិងត្រឡប់ទៅ Grand Place ដើម្បីមើលថ្ងៃលិចនិងមើលសម្រស់ទីលាននោះនៅពេលយប់បងប្អូនសាក់ទេមើលថាឥឡូវនេះម៉ោងប៉ុន្មានហើយចម្លើយនោះគឺម៉ោង 10 យប់អញ្ចឹងរដូវក្តៅនៅអឺរ៉ុបថ្ងៃលិចយប់មែនទែនដូច្នេះយើងអាចមានពេលច្រើនសម្រាប់ដើរលេងយើងបានមកដល់ Grand Place វិញហើយឥឡូវគេចាប់ផ្ដើមបើកភ្លើងបញ្ចាំងទៅលើអាគារនៅជុំវិញនោះបណ្ដាហើយមើលទៅដូចទីក្រុងមាសអញ្ចឹងស្រស់ស្អាតជាខ្លាំង The camera didn't do the justice បើបានគេនៅ Brussels យើងពិតជា recommend ឲ្យមកលេងនៅទីនេះនៅពេលយប់ថែមទៀតអរគុណដែលបានទស្សនាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងនិងជួបគ្នានៅវីដេអូក្រោយ